បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាប្រហែលថ្ងៃនេះឮតែស្រូវសម្រាប់បងប្អូនសប្បុរសជនដែលជួយទិញស្រូវសូមបងប្អូនជួយមកទិញនៅខាងខេត្តឧត្តរមានជ័យឬខេត្តព្រះវិហារដោយសារបញ្ហាដែលខ្ញុំស្នើបងប្អូនឲ្យមកជួយទិញនៅខាងខេត្តឧត្តរមានជ័យព្រះវិហារនេះគឺខេត្តទាំងពីរនេះគឺរងផលប៉ះពាល់ដល់សង្គ្រាមខ្មែរថៃខ្លាំងមែនទែនហើយប្រជាជននៅក្នុងខេត្តទាំងពីរនេះក៏ប៉ះពាល់សេដ្ឋកិច្ចខ្លាំងមិនស្ទើរដែរបងប្អូនហើយសង្ឃឹមថាបងប្អូននឹងមកជួយទិញនៅក្នុងខេត្តទាំងពីរនេះការពិតទៅខ្ញុំមិនគួរនិយាយអញ្ចឹងទេព្រោះអីកសិករខេត្តណាក៏លំបាកដែរប៉ុន្តែខ្ញុំជឿជាក់ថាខេត្តទាំងពីរនេះជាខេត្តដែលប៉ះពាល់សេដ្ឋកិច្ចខ្លាំងជាងបងប្អូនមួយចំនួនដែលរស់នៅក្នុងខេត្តផ្សេងព្រោះអីខេត្តនេះជាខេត្តមានសង្គ្រាមហើយក៏ប្រជាជនខាតបង់ទ្រព្យសម្បត្តិឬក៏សេដ្ឋកិច្ចគ្រួសារខ្លាំងមែនទែនហើយសង្ឃឹមថាសប្បុរសជននឹងមកជួយទិញក្នុងខេត្តទាំងពីរនេះក្នុងតម្លៃមួយដែលសមរម្យដែលប្រជាពលរដ្ឋខ្មែរយើងសប្បាយចិត្តហើយបងប្អូនខាងទួលដែននេះមួយរយៈក្រោយនេះគឺសេដ្ឋកិច្ចពិតជាធ្លាក់ខ្លាំងមែនទែនហើយក៏អរគុណទុកជាមុនដែរសម្រាប់សប្បុរសជនដែលមកជួយទិញស្រូវប្រជាពលរដ្ឋនៅក្នុងតម្លៃមួយដែលអាចទទួលយកបាន